បាទជួបបងប្អូនបាទวันนี้ខ្ញុំសូមបង្ហាញពី setting ខ្លះៗของបងប្អូនបាទតើនឹង GoPro 13ผมមាន view ខ្លះគាត់សួរបាទអញ្ចឹងអានេះប៊ូតុងសម្រាប់បើកបងប្អូនបាទហើយនេះ quick capture សម្រាប់ record video record រូបភាពអីបងប្អូនបាទអញ្ចឹងនេះសម្រាប់ GoPro 13បើសិនជាយើង reset ហើយបាទនេះ setting នេះមានពីរ mode បងប្អូនបាទអញ្ចឹងបងប្អូនអាចមកនេះបាទជប់បន្តិចបាទនេះបងប្អូនមកកន្លែង control នេះអានេះ mode easy អានេះយើង mode professional ណាបាទអញ្ចឹងយើងអាចបើកមកនឹងមកបាទអញ្ចឹងតើតើនឹងការប្រើប្រាស់អីបងប្អូនអាចចូលមើលក្នុងនេះបងប្អូនអាចកំណត់ setting វីដេអូមានខាងលើនេះគេដាក់ framing នេះទំហំវីដេអូ 16:9 បងប្អូនអានេះ 9:16 4:3 8:7 បាទអញ្ចឹងសម្រាប់បងប្អូនចង់កំណត់ setting វីដេអូអីអាចរើស frame នៅខាងលើទៅមកត្រង់នេះ resolution បាទមាន 18 2.7K មាន 4K មាន 5.3K អានេះមាន frame rate សម្រាប់ស្រេចណាអានេះlens បាទអញ្ចឹងបងប្អូនចង់ដូរ color ដូរអីអាចនៅក្នុងបងប្អូននេះបងប្អូនបើកវាដល់ 10 bit color មកបាទព្រោះចាប់ពី GoPro 11មកគឺ support ដល់ 10 bit color បងប្អូនបាទហើយមួយទៀតតទៅនឹង color profile នេះបងប្អូនអាចកែឡើងនេះបាទ color profile ហ្នឹងមានwith bread អានេះគឺ color យ៉ាងដិតណាបាទបន្ទាប់មកមាន natural បាទបន្ទាប់មកមាន flat ហើយរៀង slate តុកកែ color កែអីក្នុងកម្មវិធីកាត់តបងប្អូនបាទហើយជាទូទៅបងប្អូនយើងអាចយក natural ឬក៏ចង់បានយ៉ាងដិតតិចយក option នៅខាងលើនេះបាទនឹងកាត់ត color បងប្អូនបាទបន្ទាប់ហើយបងប្អូនចង់បង្កើត preset របស់វីដេអូអីបងប្អូនអាចចុចលើនោះបាននេះបងប្អូនអាចបង្កើត preset ថ្មីបាទនេះជា icon សម្រាប់ចំណាំបាទបងប្អូនអាចបង្កើតជាវីដេអូ slow motion ឬក៏ looping អីចឹងណាបាទអញ្ចឹងអានេះយើងបង្កើតថ្មីហើយអានេះមានចាប់ពី GoPro 12មកបើសិនជាយើងបើកជា 10 bit color បងប្អូនអាចមាន profile សម្រាប់ setting មាន standard មាន HDR វីដេអូហើយនឹងមាន lock ថតជា lock slate បងប្អូនបាទនេះសម្រាប់កាត់តអី time color តាមក្នុងកម្មវិធីកាត់តបាទ standard បងប្អូនអាចមានជម្រើស setting ច្រើនបាទបើ HDR អាចមានតិចជាងអញ្ចឹងណាបាទអញ្ចឹងបងប្អូនបាទនេះមកហើយយកឧទាហរណ៍ដាក់ 4K មួយមកហើយយកតាម60បាទនេះ OK មកអញ្ចឹងpreset ហ្នឹងគឺបានបង្កើត time មួយមិញមាន2ឥឡូវតែមាន13បងប្អូនបាទអញ្ចឹងសម្រាប់ setting នៅក្នុងវិញគឺមានកំណត់ setting screen mode អីនេះបងប្អូនបាទអាចបិទបើកអីតាមនឹងបានណាបាទនេះជា setting ខ្លីៗបងប្អូនបាទសម្រាប់បងប្អូនដែលទំចាប់ផ្ដើមស្វែងយល់ពី GoPro 13អញ្ចឹងណាបងប្អូនបាទធ្វើវីដេអូនេះសម្រាប់បងប្អូនដែលគាត់ទំចាប់ផ្ដើមបាទគាត់ចង់ដឹងចឹងអីចឹងបាទនេះសម្រាប់ pair device បងប្អូនអាច pair កាស YouTube pair អីបានបាទចឹងសម្រាប់បងប្អូនចង់បាន GoPro ឬ production កាមេរ៉ាផ្សេងអីបងប្អូនអាចទៅតមកបានបងប្អូនបាទខាងខ្ញុំមានលក់បងប្អូនបាទទីតាំងនៅចិត្តសាលាសុំបងប្អូនអាចមើលបានណាបាទ